lên đây bên con nào là tụi mình là con đó cha đó con thầy chắc mơ sum năng thầy sao mà tụi mình là con đấy cây cho riêng cây sầm ác nè là sao đó kia là con lá ok đó kia chắc ngày nay cái cô một cây lên chọc đam mê lên tay đặt phơi cái một kề tụi nó kia lực mẹ cha đó con lên bên ca làm lực mẹ lên một cây lên chọc đám cho mẹ riêng rồi ok tụi nó kia chắcในคนมีสำนวนส่วนคลาแต่ต้องแต่นังแม่เรียนได้เยอะมาเรียนรู้ไปหายการเป็นจ้าการเป็นสำนักแต่แม่เรียนมาเรียนแต่ต้องแต่นังในต้นการเรียนรู้การชมศาสนาเสียงจ้าแต่ต้องแต่นังจุดเนื้อศาสนาเสียงจ้าเช่นในคนสุขภาพตาทำซาออกน้ำสักซ้ำถ่ายมดน่ะยังสักซ้ำมีเอาไว้กันอะไรกันสเทสกันมั้งกันจ้าเหรอก่อนป้องกันจุดเรื่องแบบจ้าเหรอก่อนต้องจับจ้าจ้าการเป็นสักซ้ำนะอันนู้นยังสักซ้ำไปเรื่องป้องกันจุดเรื่องแบบปรึกษาสนาจ้าทำมาคนเดียวทำไปไอ้ป้องแต่มาทำไปไอ้ป้องแต่มาในเมียเชื่อเรื่องเราตาเนี่ยเราเฟิร์นโดยได้ทำไปไอ้ป้องในยังมันเฟิร์นน่ะในสมุยเชื่อเรื่องเราตาเยอะเราเฟิร์นโดยได้แต่ป้องนั้นได้ให้ยังได้ใช้น่ะไม่ช่วยยังไม่คนตามไปจ้ายังเราโกรธเราจะบ้านนั้นตามพระพุทธศาสนาจ้าก็จะต้องเป็นนางงามช่วงสร้างในไทยมนหมอคนนั้นเรียนหมอสุเทียบหมอเงินก็đำไปไอ้ป้อนแต่มาในจมูกในจมูกในเชียในเบี้ยเชียร์เราฮอตตาเนี่ยเราจะโดนติดได้แช่เดี๋ยวไหนเราดำไปไอ้ป้อนในจมูกเราจิตเบี้ยเชียร์เราฮอตยังเราตาเรากันเราจะตัวเราป้อนเรายังเราตาเรากันเราป้อนเราไอ้บ้านชอบช่วยจ้าเราก็เราไม่ได้ทานลงปรินดาหรือไม่กันได้ไหมได้แค่รอก่อนจ้าจ้าไงนั่งเรียนโจมเมริทไทยจ้าไงนั่งเรียนโจมเมริทไทยจะต้องสนับเมริทเต็มแมนกันเต็มแมนจ้าไงนั่งเรียนโจมเมริทเต็มแมนบุญตรงนั้นliên tục là cuốn rất là đẹp hết test chó lời càng bố
ចានេះកូនតាក់តងទៅនឹងថាតើកូនទៅលេងរំលែកខានអន្លង់ព្រេងដែរឬដែរទេហើយមិនទៅគូកូនថាតើរោគកូនក្មេងកាន់សិក្ខាគឺតំណាងឲ្យអ្វីតំណាងឲ្យអ្វីកូនអំណាចគឺតំណាងឲ្យអំណាចណាគឺតំណាងឲ្យអំណាចអូខេទាំងអស់គ្នាអំណាចអូខេអំណាចនេះខ្ញុំចង់សួរតើតើតំណាងអំណាចតើកូនធ្លាប់ស្គាល់អង្លង់ព្រេងដែរទេកូនតែអត់ណាតើកូនអាចដឹងថាអង្លង់ព្រេងហ្នឹងស្ថិតនៅតំបន់ណាហ៎មកជាតិចាល្អតាកូនដឹងថាតាទីនោះគេធ្វើជាកន្លែងអ្វីដែរទេកូនមកតាលេងចាជាកន្លែងអភិរក្សសត្វសត្វគ្រាចាកូនចាថ្ងៃនេះយើងសិក្សាអំណាចតេតងទៅនឹងអំឡុងអំឡុងរំលែកខានតេតងទៅនឹងអំឡុងណាចាអូខេឥឡូវទៅគូយើងទៅឲ្យកូនមើលមួយយើងទៅឲ្យកូនមើលមួយកូនមើលរូបភាពរបស់គ្នាទៅណាមើលតារូបភាពនេះមកគ្នាក៏មើលរូបភាពនៅលើក្តារខៀនក៏សង្កេតមើលពីមើលចាឥឡូវក៏មើលរបស់គ្នាទៅណាតើកូនឃើញអ្វីខ្លះនៅក្នុងរូបភាពនេះសាលៀបកស្រាយតាមផ្នែកយ៉ាងបានទេកូននេះមកកូនណាអាចដឹងមើលកូនមើលទៅរូបភាពហ្នឹងយើងថាពីសក្តិពេកពីបាឥឡូវកូនមើលរូបភាពហ្នឹងសក្តិពីបាហ្នឹងយើងមើលរូបភាពបែបណាមកណាកូនមកទៀតចាមកយើងអ្នកគ្រូសាក់ទៀនមានរៀនតយល្មមជើងវែងពេកពណ៌សម្បល់មិនដែរកូនចាពណ៌សកូនតែដល់ថ្ងៃយើងអូខេបងប្អូនចាយើងមើលទៅនៅរូបភាពតាសក្តិហ្នឹងដល់ផលប្រយោជន៍អ្វីខ្លះតាសក្តិដល់ផលប្រយោជន៍អ្វីខ្លះតើកូនណាអាចដឹងឆ្លើយសំណួរនេះកូនតាសក្តិដល់ផលប្រយោជន៍អ្វីខ្លះដល់ផលប្រយោជន៍អ្វីខ្លះកូនជួយឲ្យខ្លះដល់ក្នុងតំបន់អភិរក្សដឹងតើកូនណាអាចដឹងយើងអាចគិតត្រួសកូនថាតើសក្តិហ្នឹងដល់ផលប្រយោជន៍អ្វីខ្លះនៅក្នុងតំបន់អភិរក្សហ្នឹងជួយឲ្យគេខ្លះមានប្រយោជន៍អ្វីខ្លះតើលោកសែកូនមក
គ្រាណាគឺជួយនៅក្នុងតំបន់ទេសចរគឺតាក់ទាញអរគុណគឺតាក់ទាញទេសចរពួកសត្វគ្រាណាគឺជាគេតាមដល់ចិត្តផុតពូជទៅហើយកូនណាឃើញសត្វគ្រានឹងផ្ទាល់ឡើយតតកូនទៅតំបន់អភិរក្សអនុព្រៃនៅខេត្តកំពតតើជាកន្លែងអភិរក្សសត្វស្រីចាជាកន្លែងអភិរក្សសត្វសត្វគ្រាចាបងប្អូនចាអ្នកគ្រូមានសំណួរពលឹងមួយកូនសិក្សាស្វែងយល់តែតទៅលើខ្លឹមសាររបស់អំណាចមេហើយរបស់យើងតើលោកនេះសំណួរទៅលើនេះមកចាកូនក៏ចង់តហើយសំណួរទៅលើនេះមកតែភាសារបស់នេះគេចង់និយាយអំពីអ្វីចាអរគុណកូនអូខេឥឡូវកូនសិក្សាតេតងទៅនឹងភាសារបស់នឹងតិចតើភាសារបស់នេះគេចង់និយាយអំពីអ្វីចាំយើងតេតងអំណាចទៅលើអំឡុងពេលហើយនឹងនិយាយតេតងទៅលើអង្គភាពបរិបេសាទៀតហើយក៏មកនិយាយថាតើឲ្យនឹងសួរថាតើសក្តិភាពនឹងផ្ដោតទៅលើអ្វីខ្លះចឹងមានមិនថាយើងឆ្លើយថាសក្តិភាពគឺជាសត្វដែលជួយនៅក្នុងតំបន់ទេសចរដែលតាក់ទាញភ្ញៀវទេសចរចូលទៅមើលរឿងមួយទស្សនាចាចឹងក្នុងសាររបស់យើងតើតំបន់នេះគេចង់និយាយអំពីអ្វីកូនគិតពីមកកូនក្នុងសាររបស់ហ្នឹងណាចាមកខំចាំមករៀបតែក្នុងសាររបស់នេះគេចង់និយាយអំពីអនុព្រៃនៅកន្លែងថែរក្សាអភិរក្សសត្វគ្រាចាល្អកូនអូខេឥឡូវកូនតើសភៅសាស្ត្ររបស់យើងនៅទំព័រ116ចូលកូនអានអំណាចស្ងាត់ហើយស្វែងរកពាក្យពេចន៍បាទចាចាប់តាមតិចទៅតាមអានអំណាចស្ងាត់ទៅណា
ពាក្យពេកវាម៉ាចាឥឡូវមកសខៃវាពាក្យអីក៏មកវាពាក្យអីក៏ចាមានពាក្យអភេទអភិរក្សចាមានពាក្យអភេទអភិរក្សកូនអូខេមានពាក្យអភិរក្សហើយមានពាក្យអីក៏នេះមានពាក្យក្លាចាហើយមានពាក្យអីក៏ចាមានពាក្យអភិរក្សក្នុងអង្គការរដ្ឋបាលព្រៃចាយើងអានពាក្យពិបាកមកកូនលីតាតកូនតមួយពាក្យពិបាកអភិរក្សក្នុងអង្គការរដ្ឋបាលព្រៃឈើចាល្អឥឡូវទៅមើលពាក្យបញ្យកពាក្យទី1ថារក្សាដោយប្រុងប្រយ័ត្នរក្សាឲ្យងងឥឡូវទៅមើលរក្សាដោយប្រុងប្រយ័ត្នរក្សាឲ្យគង់តើវានៅទៅនឹងពាក្យពិបាករបស់យើងមួយណាកូនអភិរក្សអភិរក្សពាក្យអភិរក្ស
ចនៈស័ព្ទពលរដ្ឋមានន័យដូចនឹងវាប្រជាជនវាពលករផ្នែកមានន័យដូចនឹងវានៃការចាក់ខោព្រះនេត ចាល្អគុណអូខេតោះទៀត បាយវាវចនៈស័ព្ទពលរដ្ឋផ្នែកពលរដ្ឋមានន័យដូចនឹងវាប្រជាជនរាពលរដ្ឋផ្នែកមានន័យដូចនឹងវានេត្រាចាក់ខោព្រះនេត្រាព្រះនេ ព្រះនេតចាគុណគុណល្អទៅតោះគុណអ្នកទៀតមកប្រភេទ បាយវាវចនៈស័ព្ទពលរដ្ឋមានន័យដូចនឹងវាប្រជាជនរាពលករផ្នែកមានន័យដូចនឹងវានេត្រាចាក់ខោព្រះនេត្រាព្រះនេ អូខេយើងរៀនមើលវចនៈសព្ទរបស់យើងមានពាក្យពលរដ្ឋនិងពាក្យណែពលរដ្ឋមានន័យដូចទៅនឹងពាក្យអីគុណប្រជាជនរាពលករចាហើយពាក្យផ្នែកមានន័យដូចនឹងពាក្យអ្វីខ្លះគុណមានពាក្យនេត្រាចាក់ខោនិងព្រះនេតចាឥឡូវយើងចូលចំណុចលេខ4ចំណុចលេខ4 ពាក្យទុយ សន្ទើសន្ទើអីគេវាសន្ទើសាបសន្ទើសាបនឹងពាក្យពីរចាសន្ទើសាបនឹងពាក្យពីរសន្ទើសាបនឹងពាក្យពីរចាសពាក្យពីរយើងមានពេលណាយនោះណាសន្ទើសាបនឹងពាក្យពីរពេលមួយមានរើហើយពេលមួយទៀតមិនមានចាមកសម្ដីហាងសន្ទើសាបហ្នឹងមក សន្ទើខាងពីរខាងពាក្យជាលៀងអំពីខាងឯកឧទាហរណ៍នារីមកពីសាលារៀនពីខាងពាក្យជា បាឡៃ បាលីមួយពុំមួយ បាឡៃសំសម្រាប់ ពីខាងពាក្យជាបាលីខាងមកកើតមួយពុំគ្នាគឺមួយដល់មួយពីរឧទាហរណ៍ជាផលពីបាន ចាទៅមួយអូខេទេដៃមួយទេដៃពីរតបកូនណាស្មាច់ចិត្តមកលីតា សាពេខាងពាក្យជាលៀងអំពីខាងឯកឧទាហរណ៍នារីមកពីសាលារៀនបាលីសំទៅមួយពុំគ្នាគឺមួយដល់មួយពីរឧទាហរណ៍ជាផលពីបាន ចាល្អកូនអូខេដល់មកគ្នាឥ
អន្លង់ព្រេងឬហើយឥឡូវអ្នកគ្រូចង់ឲ្យគ្នាយើងអានសំណួរនៅទំព័រ117មកទេវ៉ា សំណួរមួយតើតំបន់អភិរក្សអន្លង់ព្រីងស្ថិតនៅឯណា2តើតំបន់នេះកើតឡើងនៅឆ្នាំណា3តើសាច់គ្រាមានការកើនឡើងចាប់ពីពេលណាមក4តើសាច់គ្រាមានចំនួនប្រហែលប៉ុន្មាន5តើតំបន់នេះត្រូវបានបញ្ចូលជាតំបន់អភិរក្សសត្វគ្រានៅឆ្នាំណា ចាល្អកូនអូខេឥឡូវយើងចាំដៃគូយើងធ្វើការជាដៃគូឬក៏ជាក្រុមតូចរបស់យើងដៃគូពីរនាក់អានសំណួរហើយស្វែងរកចម្លើយចាយើងទៅពេលឲ្យយើងបន្តិចគូណា3នាទីទេតើយើងអានប្រដាប់គ្នាហើយយើងស្វែងរកចម្លើយព្រោះនេះទាំងអស់គ្នាចាចាប់តាមកូនអានជាខុសចម្លើយទាំងគ្នា Ok, chắc con an bọt ẩm ná là luôn bring vào dơ hai con xoay ra sầm đùa đi ra sầm đũa hay là xoay ra trái chầm lại nè ok nói thật nè cho bên cạnh dân nữa trong hai đó cái con đi sầm đũa sơ tên sầm đũa tên nuôi ta đồng bằng sát áp về ăn lục rên thân nơi ai nè tỏ xuân lá riêng nhà cơ có ba kia lục rên bớt tà lá cha ok trên nằm trên con kia mơ chừng lại nằm ở trong trời đa được đẹp đó ok đây nó phải lên cho sầm mùa cho nó tiền hả ta mất tiền rồi lên cho sầm mùa đó trong trời đa được đây rồi con biết chừng này qua khai cái này nằm mua dân cài đó cài rồi rồi nè ok đó sầm mùa tim bay sầm mùa tim bay sẽ thằng mày cất ta đồng bọn ấy ta đồng bọn ấy ca la nơi chân nè mà được chưa dân miền Bắc sẽ cho dân lời bài hài nhớ đồng bọn ấy ca nơi chân em bên bốn buồn à lấy tao cái đấy chồng lại có trong trời đa được chơi không dân miền Bắc sẽ cho tao cái đấy thời cơ nhưng cuộc bày tỏ cuộc rõ hối hay nhưng cuộc có một chuyện liền chứ bây giờ cùng tôi sầm người nhé con lớn bàn quá nhiều và con bạn đang tép bàn tuổi kế vài cân con rõ không ok lấy thằng ăn nè sầm người lên bay ta sắp kia riêng ca ca lai chắc bị bé nè mà tao con nè đâm cân hay tao đấy lên bàn lên cân con mà lên ta cha sắp
រៈសាស្ត្រីនៅឆ្នាំ2010ចាត្រឹមត្រូវទេកូនត្រូវណាស់មកចាប់ចំណេះច្បាស់ចាប់ទី2ហ្មងបង្កើតឡើងឆ្នាំណាកូនបង្កើតឡើងនៅឆ្នាំ2010ចាកូនចាអូខេចឹងយើងបានឆ្លើយតាក់ទងទៅនឹង5សំណួររួចរាល់ហើយចាពីសំណួរទី1រហូតដល់សំណួរទី5អូខេទាំងអស់គ្នាចេញនៅក្រោយកូនពិភាក្សាសំណួរកន្លឹះរបស់យើងគេសួរយើងថាតើក្នុងសាររបស់នេះគេចង់និយាយអំពីអ្វីចាកូនបានអានអំណាចហើយទៅអត់ឥឡូវកូនពិភាក្សាគ្នាថាតើអត្ថបទនេះគេនិយាយអំពីអ្វីក្នុងសារគេចង់ផ្ដោតទៅលើអ្វីតើកូនពិភាក្សាគ្នាបន្តិចទៅ5នាទីនោះតើ5នាទីនោះណាយើងអានសំណួរពិភាក្សាជាដៃគូរបស់យើងពិភាក្សានៅផ្លូវសិនប៉ុណ្ណា5នាទីសំណួរនៅលើក្រាហ្វិកតើក្នុងសាររបស់នេះគេចង់និយាយអំពីអ្វីតែក្នុងសាររបស់នេះគេចង់និយាយអំពីអ្វីបងភាសាទី1ប៉ុណ្ណាតើចាំលេខភាសាអីនៅចាឥឡូវគ្រូចាំលេខតើ2នាក់បងតែឥឡូវសុំអ្នកទី1មុនកូនណាស្មាចិត្តបាទលើកបានចរាចរណ៍យើងឡើងដើម្បីបង្ហាញថាកូនស្មាចិត្តមកសុំលីតាមកកូនមកជាកន្លែងអភិរក្សសត្វសត្វគ្រាចាកូនល្អកូនចុះបាទសុំម្នាក់ទៀតកូនមកសាវរីចាចិត្តកន្លែងគេក្នុងនោះចាចិត្តកន្លែងអភិរក្សសត្វគ្រានៅអន្លង់ព្រៃតែគ្រូអរគុណក៏ចាំកូនតើអរគុណក៏ចាំអូខេចាំគ្រូចាំតែកូនថាគេដល់ទៅលើខ្លឹមសារអត្ថបទនេះគេចង់និយាយអំពីអ្វីគ្រូបានថាកន្លែងនេះគឺជាកន្លែងអភិរក្សសត្វគ្រាតែខ្លឹមសាររបស់គេចង់ដល់ទៅលើអ្វីជាកន្លែងរមណីយដ្ឋានទេសចរឬក៏គ្រាន់តែជាកន្លែងដើម្បីតែអភិរក្សសត្វគ្រាតែមួយមុខគត់ចាអញ្ចឹងក្នុងសារអត្ថបទនេះគេចង់និយាយអំពីរមណីយដ្ឋានទេសចរអន្លង់ព្រៃដែលគេមានការអភិរក្សសត្វគ្រាហើយសត្វគ្រានេះគឺជាអីគេជាកន្លែងដែលតាក់ទាញទេសចរចាជាកន្លែងតាក់ទាញភ្ញៀវទេសចរចាកូនយើងចំណាយកូនទៅដល់សំណួរបានលើចាអូខេចាខ្លឹមសារ
ទៅចាអូខេចាអ្នកគ្រូមានការឲ្យកូនអានអំណាចស្ទាត់ដោយការអានឥឡូវយើងអានបណ្ដាគ្នាឬក៏ចាំអានបណ្ដាគ្នាអានប្រដាគ្នាចាដល់អានបណ្ដាគ្នាតឥឡូវគ្រូសុំឲ្យគ្នាយើងមកសន្ទនាហើយអ្នកផ្សេងយើងស្ដាប់ហើយយើងព្រៀងអានបន្តទៅបណ្ដាគ្នាតនេះទៅតសន្ទនាចាប់ដើមសេនីអកូនទៅសេនីតមកខាងលើអរគុណលោកច្រើននៅរកការតំបន់អាភិរក្សសត្វព្រៃអំឡុងពេលគឺជាកន្លែងដ៏សំខាន់មួយដែលសត្វព្រៃចូលកាត់ទៅមកពីប្រទេសវៀតណាមមករកចំណីនៅទីនេះតំបន់នេះកើតឡើងនៅក្នុងឆ្នាំ2004ប៉ុន្តែពេលនោះសត្វព្រៃមិនទាន់ចុះមកច្រើនទេទើបឆ្នាំ2007ឆ្នាំ2010នេះសត្វព្រៃមានការកើនឡើងរហូតដល់ជាង300ក្បាលនេះបើតាមការឃ្លាំមើលពីអង្គការសង្គ្រោះសត្វស្លាប់សហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើចាល្អអូខេចាលោកគ្រូអរគុណលោកចៅថារត់ចាចឹងយើងចាំមេរៀនរបស់យើងតាក់ទងទៅនឹងអំណាចបានលោកព្រៃតើណាទាំងអស់គ្នាចាកូនណាមានចំណងកន្លែងណាតាក់ទងទៅនឹងអំណាចបញ្យល់ពីឬក៏ពិបាកកន្លែងណាកូនណាសួរអ្នកគ្រូបានតើណាទាំងអស់គ្នាចាហើយខ្លឹមសាររបស់យើងបានអ្នកគ្រូបានបញ្យល់ឲ្យน้องកូនរួចហើយខ្លឹមសាររបស់ដែលគេនិយមពីតំបន់ទេសចររំលែកខាងលោកព្រៃដែលមានសក្តិជាការទាក់ទាញភ្ញៀវទេសចរចាអូខេឥឡូវអ្នកគ្រូមានបណ្ដាញតាក់ទងទៅនឹងកិច្ចការផ្ទះពេលទៅផ្ទះវិញកូនធ្វើលំហាត់ក៏ក្នុងសៀវភៅទំព័រទី117ចាលំហាត់ក
តើណាកូនចាយើងដាក់ជាកិច្ចការផ្ទះចាហើយអញ្ចឹងពេលកូនត្រឡប់ទៅផ្ទះវិញសូមកូនកុំភ្លេចមើលអំណាមើលមេរៀនឡើងវិញតើណាទាំងអស់គ្នាចាអញ្ចឹងអរគុណសម្រាប់មេរៀនយើងអំណាចថ្ងៃនេះយើងចាប់ប៉ុណ្ណឹងណាចាទៅដល់មួយទាំងអស់គ្នាចា